រ៉ូម៉ាំងទី5នេះគឺតាក់ទងទៅនឹងពុកខ្សែកោងហើយលំហាត់ខ្សែកោងវាធំនេះគឺសួរដល់ទៅ5ហ្នឹងហើយគាត់ថាអានគមដែលគេឲ្យយើងមកសិក្សាហ្នឹងវាមិនជាប្រមាណអីចឹងណាបើសិនពួកវិទ្យាសាស្ត្រគឺភាគច្រើនគេចូលមកលោករីជាមួយពួក exponential លាយជាមួយអានគមភូធាអញ្ចឹងទៅប៉ុន្តែនេះគឺគេអានគមសន្តានធម្មតាចឹងបាទតោះអញ្ចឹងគេថាមិនគេថាគេមានអានគម f ដែលកំណត់ដោយនេះ f នេះ x គឺស្មើប៉ុណ្ណេះបាទអញ្ចឹង y ដែលស្មើនឹង f នៃ x ហ្នឹងបាទបើសិនបើយើងចង់រកតម្លៃ y វាជាអានគមនៃ x វាស្មើគេដក x ការ៉េបូក x បូក3នៅលើ x បូក1បាទហ្នឹងហើយយើងតាមក្រាបសេតំណាងដោយ f ក្នុងតម្រុយ xo នេះ OEC គឺ xo y ហ្នឹងបងសិក្សាតែក្នុង2អតិអញ្ចឹងបើសិនបើយើងយកអានគមនឹងទៅគូក្រាបរបស់វាគឺក្រាប c ឈ្មោះរបស់វាបាទតោះទី1គឺសួរតដានកំណត់របស់អានគម f ហ្នឹងស្មើអីគេបាទហ្នឹងហើយអញ្ចឹងយើងដឹងហើយដោយសារជាពុភាដានកំណត់គឺកំណត់គ្រប់តម្លៃ x នៅក្នុង a លើកលែងតែតម្លៃដែលធ្វើឲ្យ x បូក1ស្មើ0អញ្ចឹង x បូក1ស្មើ0នេះគេវា x ស្មើដក1 x បូក1ខុសពី0ណាអញ្ចឹង x ខុសពីដក1ទៅយើងអាចកំណត់បាននេះអញ្ចឹងកន្លែងហ្នឹងជា asymptote ឈរហើយបាទតោះមួយទៀតបង្ហាញថាអានគម f ស្មើទៅនឹងដក x បូក2បូកទៅនឹង1លើ x បូក1បាទកន្លែងហ្នឹងគឺយើងម្លែងមកយើងធ្វើចឹងបានលុះត្រាតែក្នុងករណីដែរx ខុសពីដក1បាទអញ្ចឹងដើម្បីឲ្យធ្វើចេញពីកន្លែងនេះមកដល់កន្លែងនេះតើយើងធ្វើយ៉ាងម៉េចទីមួយយើងអាចចែកភូធាបានតែចែកភូធារៀងពិបាកយើងនេះទៅយើងរកអានេះតម្រូវភាពបែងឲ្យស្មើនឹងដើមវិញក៏បានដែរអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាបង្ហាញឲ្យ a ស្មើ b អញ្ចឹងយើងរកពី a ទៅ b ក៏បានយើងរកពី b ឲ្យស្មើទៅ a វិញចេះក៏បានដែរអញ្ចឹងណាបាទហ្នឹងហើយតោះទី3គឺការគណនា limit បាទដោយសារតែដែនកំណត់របស់វានេះ d វាស្មើអីគេចេញពីដក anon ទៅដល់ដក1ឬប្រជុំពី1ទៅដល់បូក anon អញ្ចឹងវាច្បាស់ជាឲ្យយើងសិក្សា limit 4គឺទី1នៅចុងខាងឆ្វេងបូក anon ហ្នឹងទីមួយទៀតនៅខាងចុងខាងស្ដាំនៅខាងបូក anon ហើយមួយទៀតនៅខាងដក1ខាងដកនេះកន្លែងនេះហើយដក1ខាងបូកនេះកន្លែងហ្នឹងបាទអញ្ចឹងយើងត្រូវសិក្សា limit នឹង4ដើម្បីទៅសងតារាងអត្ថិភាពអក្សរ D រកសម័យខាង asymptote ឈរ asymptote ឈរយើងដឹងហើយយើងរក limit នេះកន្លែងនេះគេនេះដក1បូក1ហ្នឹងរកទៅឃើញជា anon អាហ្នឹងជា asymptote ឈរហើយមួយទៀត asymptote D បាទ asymptote Dវាមិនមែនជា asymptote D ទេអ្នកគ្នា asymptote D លុះត្រាតែអានេះ degree ខាងលើមួយ degree ក្រោមស្មើគ្នាទៅមាន asymptote D អញ្ចឹងកន្លែងជា asymptote trade ទេអ្នកគ្នា asymptote trade នេះy ស្មើដល់ x បូក2នៅពេលណាដែលឲ្យយើង x ខិតជិតបូក anon ទៅអានេះ limit ខិតជិត0អញ្ចឹងវាជា asymptote trade នេះអានេះបាទបន្តមកសិក្សាតរណអត្ថិភាពសិក្សាសងតរណអត្ថិភាពហ្នឹងគឺយើង day-away ហើយយើងជួសព័ត៌មានដែលយើង limit អស់ហើយយើងសិក្សា day-away ហើយយើងអាចសងតរណអត្ថិភាពបានអាចគូក្រាបបានដែរបាទអាហ្នឹងគឺជាជំហានដែលយើងត្រូវដើរសំណួរទី5នេះមើលអត្រាកំណែទៅគឺ f គឺ x ស្មើប៉ុណ្ណេះបាទ y គឺស្មើ fx គឺវាស្មើទៅនឹងដក x ការ៉េបូក x បូក3នៅលើ x បូក1បាទសំណួរទី1គឺគេរកដែនកំណត់បាទចូលរកដែនកំណត់នេះគុំ f បាទតែយើងទៅមើលទៅគាត់ធ្វើយ៉ាងម៉េចគាត់ថាគុំ fx កំណត់កាលណា x បូក1ខុសពី0បាទ x បូក1នេះអាភាពបែកនេះគឺ x បូក1ហ្នឹងគឺវាឲ្យខុសពី0មកពួកអីដោយសារតែវាជានឹងវាជាពុភាបើសិនបើវាជាពុភាវាមានន័យកាលណាអាភាពបែកវាខុសពី0អញ្ចឹងណាបាទហ្នឹងហើយតោះអញ្ចឹង x បូក1ខុសពី0បានន័យថា x ខុសពីប្រមាណយើងលើកនេះយើងលើកដក1យើងលើកបូក1មកខាងនេះទៅដូរសញ្ញាទៅជាដក1បាទអញ្ចឹងវា x ខុសពីដក1អញ្ចឹងដូច្នេះដែនកំណត់ d របស់អានុគម f ហ្នឹងនេះ d ហើយដាក់ f ហ្នឹងបានន័យថាម៉េចដែនកំណត់របស់អានុគម f ហ្នឹងស្មើគេ d នេះ f ហ្នឹងស្មើស្នូលចំនួនពិតហ្នឹងយកទាំងអស់លើកឡើងតែអីគេលើកឡើងតែដក1ពួកអីវាដាច់ត្រង់ដក1អញ្ចឹងយើងអាចសរសេរអញ្ចឹងក៏បានទេស្មើនឹងសំណុំចំនួនពិត f លើកឡើងតែដក1ចេញក៏បានបាទឬមួយក៏យើងសរសេរអញ្ចេះក៏បានដែរ d គឺស្មើទៅនឹងដក anon ទៅដល់ដក1ប្រជុំពីដក1ទៅដល់បូក anon ចេះក៏បានដែរហ្នឹងហើយបាទអញ្ចឹងយើងដឹងហើយអានុគមដាច់ត្រង់ដក1បាទហើយយើងចាំទៅនៅពេលណាដាច់ត្រង់ដក1កន្លែងហ្នឹងអាហ្នឹងជា y x ស្មើនឹងដក1ហ្នឹងជា asymptote short នៅគ្នាកន្លែងហ្នឹងយើងចាំទៅទៀតយើងទៅរកបាទតោះអក្សរ B បង្ហាញថាអានុគម f នេះស្មើប៉ុណ្ណេះយើងអាចសរសេរមកបានប៉ុណ្ណេះបានអញ្ចឹងបាទតោះអូខេអញ្ចឹងយើងបានអីគេបាទនេះយើងមានឬគេមានអត់អីទេព្រោះតែគេឲ្យមកយើងមានបើគេឲ្យក៏គេមានដែរអញ្ចឹងណាអញ្ចឹងវាស្មើនឹងដក x ការ៉េបូក x លើ3នៅលើ x បូក1បាទអញ្ចឹងអ្វីដែលគាត់ធ្វើគឺគេយកគាត់យកអ្វីដែលគេឲ្យមកធ្វើឲ្យឃើញអាចេះវិញបាទតែដូចខ្ញុំនិយាយអញ្ចឹងយើងអាចយកអាហ្នឹងមកធ្វើឲ្យឃើញដូចវិញក៏បានដែរអញ្ចឹងណាបាទតោះតើបងគាត់ធ្វើយ៉ាងម៉េចកន្លែងហ្នឹងតោះនេះកន្លែងនេះចេញមកដក x ការ៉េដក x ការ៉េទៅដែរបាទហ្នឹងហើយអញ្ចឹងនេះអាកន្លែងបូក x នេះគាត់ប្របែកជា2គឺទី1គឺដក x ហើយមួយទៀតគឺអីគេបូក 2x អញ្ចឹងអាកន្លែងនេះមើលកន្លែងស៊ីសងគ្នាវិញទៅសបូក x វិញហើយ3ទៅជា2បូក1ហ្នឹងហើយតោះធ្វើដូចគាត់ទៅបាទដក x បូកនឹង 2x បូក2បូកនឹង1នៅលើ x បូក1តោះបន្ទាប់មកបងក៏ចាប់អានេះមកនេះចាប់អីគេដក x ជាកតាដកជាកតានៅសល់ x បូក1បាទ
តមកបូកគាត់ចាប់ពីកតា x បូក1បូកនឹង1បាទហ្នឹងហើយអញ្ចឹងចែក x បូក1បាទតោះអញ្ចឹងក៏សម្រួលនេះបានសម្រួលអានេះមើលនេះបានអានេះមកនេះបានហើយបានអាចសម្រួលបានព្រោះនៅពេលហ្នឹងយើងសិក្សានៅក្នុងដែនកំណត់ដែនកំណត់គឺ x អាចស្មើដក1បានអញ្ចឹងអានេះគឺមិនអាចស្មើ0ទេអាចសម្រួលបានហើយបាទអញ្ចឹងអានេះសម្រួលមកនេះស្មើគេដក x អានេះសម្រួលមកនេះទៅសល់2អានេះអត់មានអីសម្រួលគេទេបូកតដែរទៅគឺ1លើ x បូក1អញ្ចឹង f(x) យើងអាចសរសេរជារាងកាណូនិកនេះបានគឺដក x បូក2បូកទៅនឹង1លើ x បូក1បាទអញ្ចឹងទី3គឺចូលការគណនាលីមីតនៅចុងដែនកំណត់នេះគ្នាបាទចុងដែនកំណត់យើងដឹងហីដែនកំណត់របស់យើងគឺមាន4កន្លែងគឺដកអាណនបូកអាណនជាមួយដក1ខាងឆ្វេងដក1ខាងស្ដាំបាទដក1ខាងឆ្វេងដក 1.01 ដក1ខាងស្ដាំដក 0.99 បាទហ្នឹងហើយនេះដក1ខាងអីគេដក1ខាងឆ្វេងមានន័យថាដក1ហើយដកចំនួនអីគេបន្តិចអាតូចមួយកន្លែងហ្នឹងទៀតដូចឧទាហរណ៍ថាដក 0.01 អញ្ចឹងទៅណាបាទវាទៅជាដក 1.01 អញ្ចឹងទៅបាទហើយដក1ខាងស្ដាំវាទៅជាដក1បូកទៅនឹងអីគេ 0.01 វាស្មើទៅដក 0.99 អញ្ចឹងបាទអញ្ចឹងឃើញវាដាច់ត្រង់លេខដក1កន្លែងហ្នឹងអញ្ចឹងហ្នឹងហើយតោះអញ្ចឹងដើម្បីគេនេះលីមីតx ខិតចិត្តអីគេដកអាណនឬបូកអាណនហើយ x ខិតចិត្តដក1បូក1នៃ f(x) អញ្ចឹងណាអញ្ចឹងយើងមិនបាច់រកអារៀងដើមមកធ្វើទេយើងយកអារៀងដែលយើងម្លែងហើយមកប្រើស្រួលយើងក្នុងការគណនាអញ្ចឹងដកអាណននៃគេ f(x) យើងយកនេះយើងយកអាយើងម្លែងហើយនេះបាទអញ្ចឹងជាដកអាណនបូក2ឬ x បូក1បាទស្មើគេនៅពេលដែល x ខិតចិត្តអាណននេះគឺស្មើ0នេះអញ្ចឹងវាអាស្រ័យទៅលើពួកអាមុខនេះអញ្ចឹងអានេះដកប៉ះដកម្ដងទៀតទៅជាបូកអាណនវិញបាទធ្វើដូចគ្នាដែរចំពោះបូកអាណននៅពេលដែល x ខិតចិត្តអាណនទៅនេះអាលបងប្រភេទនេះវាទៅជា0ខិតចិត្ត0ណាអញ្ចឹងលេខ2នេះមិនបាច់ខ្វល់ទេគាត់នៅលេខ2ទៅដែរ x ខិតចិត្តមិនគាត់នៅ2ដែរអញ្ចឹងនៅពេលដែលបូកអាណនចូលទៅប៉ះដក x វាទៅជាដកអាណនបាទអញ្ចឹងលីមីតនៅចុងខាងឆ្វេងចេញបូកអាណនលីមីតនៅចុងខាងស្ដាំវាទៅជាដកអាណនហ្នឹងហើយយើងចាំទៅនេះអាពីរនេះនៅពេលដែលយើងរកពពួកអានគុំដាច់កន្លែងណាអាពីរហ្នឹងរកទៅឃើញច្បាស់ជាសញ្ញាផ្ទុយគ្នាឧទាហរណ៍ថាយើងនេះយើងអត់រកទៅឃើញគេដកមួយខាងដកចេញដកអាណនអញ្ចឹងយើងច្បាស់ថាដកមួយខាងបូកចេញបូកអាណននេះអញ្ចឹងណាអញ្ចឹងបើសិនបើយើងរកទៅឃើញដកមួយខាងដកមួយខាងដកអាណនណាយើងច្បាស់ជាដឹងថានេះបូកអាណននេះបើសិនបើយើងរកទៅឃើញដកអាណនយើងនឹងខុសអីអញ្ចឹងណាបាទហ្នឹងហើយបាទតោះឥឡូវយើងទៅមើលទៅតើវាយ៉ាងម៉េចហ្នឹងអញ្ចឹងលីមីត x ខិតចិត្តដកមួយខាងដកន័យថាដក 0.01 អញ្ចឹងទៅនៃគេនៃដក x បូក2នៅលើបូកនឹង1លើ x បូក1អញ្ចឹងបងនេះអត់សំខាន់ទេគ្នានេះអាខាងអត់សំខាន់នេះ x បូក1នៅខាងក្រោមនេះតើយើងដឹងអត់ថាវាសងសញ្ញាកន្លែងណាអញ្ចឹងអាពីរយើងអាចចុះលេខចូលបានដក1ប៉ះមួយដកទីបូក1អានេះ2នៅ2បូកចូលគ្នា3អត់ខ្វល់ទេសំខាន់1នេះយើងចុះចូលនេះដក1ខាងដកជាមួយបូក1តើវាយ៉ាងម៉េចដូចខ្ញុំនិយាយអញ្ចឹងដក1ខាងដកដូចជាគេដក 1.01 អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងយកទៅបូក1វាស្មើគេដក 0.01 ឃើញអញ្ចឹងអាក្រមអវិជ្ជមានលើវិជ្ជមានចែកទៅឃើញអវិជ្ជមានតែអានេះអីគេវាអីគេវាខិតចិត្ត0មែនតែ0នេះសសញ្ញាខាងដកអញ្ចឹងលើបូកអាក្រមខិតចិត្ត0តែខាងដកចេញទៅឃើញដកអាណនដូចគ្នាដែរនេះកន្លែងនេះបាទឧទាហរណ៍ថាដក1ខាងបូកអញ្ចឹងឧទាហរណ៍ដក 0.99 អញ្ចឹងបូក1អីគេវាមិនស្មើគេមែន0.01 វិញឃើញសញ្ញាបូកអញ្ចឹងលើបូកអាក្រមបូកដែរយើង0.0បូកអញ្ចឹងវាទៅចេញបូកអាណនអញ្ចឹងណាបាទអញ្ចឹងលីមីតរបស់យើងរកទៅឃើញអាណនទាំងអស់ហ្មងហ្នឹងហើយតោះអញ្ចឹង D គឺរកស្វែងការ asymptote short និង asymptote straight ដូចខ្ញុំនិយាយអញ្ចឹងដោយសារតែកន្លែងនេះដោយសារតែខាងលើ degree ទី2ខាងក្រោម degree ទី1អញ្ចឹងវាអត់មាន asymptote date ទេ asymptote date លុះត្រាតែខាងលើ copy ខាងក្រោម copy ដែរអញ្ចឹងណាអញ្ចឹងបានយើងអាចមាន asymptote straight បានអញ្ចឹងមាន asymptote date បានតែបើក្នុងករណីលើធំជាងក្រោមអញ្ចឹងគឺមាន asymptote straight បាទហ្នឹងហើយបើកន្លែងគឺ asymptote straight ទេបាទ asymptote straight រៀនវា y គឺស្មើនឹង ax បូក b អញ្ចឹងបាទasymptote short x ស្មើនឹងអីគេ a បើ y ស្មើ b អានេះជា asymptote date បាទអញ្ចឹងនេះគឺ asymptote ទាំង3រៀងវាអញ្ចឹងតោះយើងទៅមើលទៅគាត់ថាមិនដោយ limit x ខិតចិត្តដក1នៃ f(x) ស្មើនឹងបូកដកអាណនអញ្ចឹងបន្ទាត់ x ស្មើដក1ជា asymptote short អញ្ចឹងដើម្បីបង្ហាញថាបន្ទាត់ណាមួយជា asymptote short យើងរកទៅរក limit x ខិតចិត្តអាកន្លែងដែរគេប្រាប់អញ្ចឹងទៅរកទៅឃើញបូកដកអាណនអញ្ចឹង asymptote short វិញអញ្ចឹងយើងមិនបាច់រកទេដោយសារតែនេះយើងរកឃើញកន្លែងនេះហើយនេះយើងរកឃើញអានេះទៅជាដកអាណនអានេះទៅជាបូកអាណនអញ្ចឹងថា limit x ខិតចិត្តដក1គឺចេញអាណនហើយអញ្ចឹងបន្ទាត់ x ស្មើដក1ជា asymptote short ឃើញទេរៀងវា x ស្មើតម្លៃលេខណាមួយអញ្ចឹង asymptote short អានេះគឺ date អានេះគឺ trade ហ្នឹងហើយតោះទី2បង្ហាញថាបន្ទាត់រក asymptote trade របស់វាអញ្ចឹងដើម្បីបង្ហាញ asymptote trade នេះយើងបើសារតែសេជារៀងអីគេនេះហើយរៀងអីគេ y គឺស្មើនឹង a បូក b បូកទៅនឹង c នៅលើតម្លៃ x បូក1អញ្ចឹងអញ្ចឹងបើសិនបើយើងរក limit នេះអាកតុយនេះ limit x ជិតអាណនណានៃអា c នៅលើ x បូក1ហ្នឹងស្មើ0អញ្ចឹងអាបន្ទាត់នេះប៉ុណ្ណេះគឺជា asymptote trade
អញ្ចឹងក៏ដាក់ថាម៉េចដោយ x ខិតចិត្តបូកដកអាណននៅយ៉ាងមួយលើ x បូក1ស្មើ0អញ្ចឹងយើងបានណានេះប៉ុណ្ណឹងជា asymptote trade ហើយបាទនេះគឺ trade ហ្នឹងហើយអញ្ចឹងបន្ទាត់យើងបន្ទាត់ចុះបាទហ្នឹងហើយហើយដល់បន្ទាត់ចុះយើងមើលឃើញសញ្ញាដកកន្លែងហ្នឹងបើសិនជាបន្ទាត់មេគុំប្រាប់ទិសនេះ x ហ្នឹងវាជំនាញបន្ទាត់នឹងងើបតែបន្ទាត់ជាបន្ទាត់ចុះនេះគ្នាបាទអញ្ចឹងយើងបាន limit ហើយជាមួយ asymptote ហើយបន្ទាប់មកយើងត្រូវសិក្សាអត្ថប្រយោជន៍របស់វានៅក្នុងសំណួរអញ្ចឹងទេលំហាត់នៅពេលដែលយើងរៀនធ្វើទៅបើសិនបើយើងមិនរៀនធ្វើទេយើងធ្វើខុសកន្លែងណាមួយគឺវាខុសទាំងអស់អញ្ចឹងណាបាទហ្នឹងហើយសំណួរតាក់ទងទៅនឹងសិក្សាអត្ថប្រយោជន៍អញ្ចឹងយើងត្រូវការសង្កត់អត្ថប្រយោជន៍ដោយសារតែយើងមាន limit អស់ហើយអញ្ចឹងទៅអ្វីដែលយើងត្រូវមួយទៀតគឺយើងត្រូវសិក្សាភាពកើនចុះនៃអង្គមហ្នឹងអញ្ចឹងគឺយើង derive នៃអង្គមហ្នឹងយកមកដើម្បីសិក្សាសញ្ញារបស់វាមកបាទហ្នឹងហើយតោះយើងទៅ derive តើយើងធ្វើមិនអញ្ចឹងយើងមានអី y ស្មើអីគេដក x បូក2បូកទៅនឹងអីគេ1លើ x បូក1អញ្ចឹងកុំយកចង់និយាយថា tip កន្លែងហ្នឹងល្បិចកន្លែងហ្នឹងគឺកុំយកអនុគមដើមមកប្រើឲ្យសោះមិនប្រើឲ្យសោះទេប្រើបានគាត់ថាវារៀងពិបាក derive អញ្ចឹងណាដោយសារវាត្រូវប្រើមុនអុយលើ way អញ្ចឹងប្រឡងយើងដឹងអារម្មណ៍យើងមិនស្ងប់ដូចពេលយើងធ្វើនៅផ្ទះណាយើងធ្វើនៅផ្ទះលេខមកយើងធ្វើបានតែប្រឡងភ័យផងអីផងទៅអាហ្នឹងអាចធ្វើលេខខុសក៏ថាបានដែរអញ្ចឹងយើងយកលេខស្រួលមកធ្វើទៅបាទអញ្ចឹង y' ព្រីមមកវាស្មើគេ derive នេះគឺស្មើដក1 ដែលនេះគឺ0ដែលនេះគឺអីគេទម្រង់1លើអុយវាទៅជាអីគេដក derive របស់អុយ derive អុយព្រីមលើអុយក្រេអញ្ចឹងទៅអញ្ចឹងស្មើគេ1បូក0 derive អីគេ derive អុយគឺស្មើ1ហ្នឹងឯងអញ្ចឹងដក1នៅលើអុយក្រេគឺ x បូក1លើជាក្រេស្មើគេអ្នកគ្នាវាស្មើដក1ដកនឹង1លើ x បូក1លើជាការ៉េអញ្ចឹងយើងដឹងថាកន្លែងគឺអវិជ្ជមានចំណុចពួកអីនេះx បូក1នេះលើជាការ៉េគឺវិជ្ជមានចំណុចបាទវិជ្ជមានអញ្ចឹងវាធំជាង0អានេះប៉ះមកនេះវិជ្ជមានប៉ះសញ្ញាដកទៀតគឺកន្លែងគឺតូចជាង0ចំណុចអញ្ចឹងបើថាអនុគមនឹងជាអនុគមអីគេបាទនេះតូចជាង0ព្រីមតូចជាង0ចំណុចចំពោះគ្រប់ x ស្ថិតនៅក្នុងដែនកំណត់ហ្នឹងហើយអញ្ចឹងនៅពេលសិក្សាស្ថិតក្នុងដែនកំណត់បើប៉ុណ្ណេះអាចស្មើ0បាននេះអញ្ចឹងគឺដោយសារតែនេះកន្លែងនេះមានលើជាការ៉េបាទហ្នឹងហើយដូចនេះ f ជាអនុគមចុះចំណុចបាទអញ្ចឹងគ្រប់តម្លៃដែលយើងសិក្សាហ្នឹងគឺអនុគម f ជាអនុគមចុះឃើញចុះអញ្ចឹងយើងសង្កត់អត្ថភាពគឺមាន3ជាន់គឺមាន x ដក1កន្លែងហ្នឹងគឺដាច់កន្លែងហ្នឹងដកអណនបូកអណននេះគឺ f ព្រីម f អញ្ចឹងកន្លែងគឺសញ្ញាដកគឺអនុគមចុះអញ្ចឹងយើងទៅមើលទៅអានេះស្មើគេដក1ខាងដកនេះអ្នកគ្នាមើលកន្លែងមកមើលកន្លែង limit នេះដកអណនគឺវាបូកអណនបាទអានេះបូកអណនគឺវាគេដកអណនបាទអានេះដក1ខាងដកនៅខាងឆ្វេងគឺដកអណនអានេះដក1ខាងបូកគឺបូកអណនបាទអញ្ចឹងយើងបានតារាងអត្ថប្រយោជន៍ហើយគឺកន្លែងហ្នឹងបាទនេះតារាងអត្ថប្រយោជន៍របស់បងណាបាទអញ្ចឹងចុងក្រោយសងក្រាបគឺទី1គឺយើងសងអីគេសងតម្រុយសិនបាទយើងសងតម្រុយមកនេះគឺតម្រុយគេ x o y បាទតម្រុយ x o y បាទនឹងសងតម្រុយចូលមកព្រោះយើងត្រូវសងក្នុងនឹងអញ្ចឹងណាអញ្ចឹងយើងមានអីខ្លះទី1គឺយើងមាន asymptote បាទ asymptote ឈរនេះ asymptote ឈររបស់គាត់គឺនេះ asymptote ឈរនេះប៉ោះស្មើហ្នឹងគឺដក2អញ្ចឹងមកបាទបន្ទាប់មកយើងត្រូវសង asymptote trade ទៀតនេះ asymptote trade បាទ asymptote trade y ស្មើគេដក x បូក2ហ្នឹងហើយអញ្ចឹងយើងឲ្យតម្លៃលេខមកនេះតារាងតម្លៃលេខរបស់គាត់នេះគឺថាតារាងតម្លៃលេខដើម្បីសងបន្ទាត់ឲ្យតម្លៃលេខ2ទៅបាទ x y យើងឲ្យ0 0មក x 0 y 2 y 0 x មក2វិញអញ្ចឹងហ្នឹងខ្ញុំនេះទេគាត់ថាខ្ញុំគិតថាយើងចេះហើយអញ្ចឹងណាបាទx 0 y 2 x 2 y 0បាទនេះគឺកាត់ជាបន្ទាត់ហ្នឹងនេះ asymptote trade អាពណ៌ក្រហមនេះបាទ asymptote ឈរគឺអាពណ៌ស្វាយនេះបាទអញ្ចឹងបន្ទាប់មកយើងនេះគឺនៅមួយទៀតតាមក្រាបនឹងកាត់កន្លែងណាបាទអានេះគឺកាត់អីគេកាត់ x ព្រីម OH បានន័យថាម៉េចកាត់ y ស្មើ0បាទកាត់ y ស្មើ0យើងឲ្យ fx ស្មើ0បាទយើងបានអីគេនៅពេលដែល fx ស្មើ0គឺឲ្យលើដែលថាស្មើ0អញ្ចឹងនាំឲ្យខាងលើស្មើ0យើងស្រាយសមីការដេរីទី2ទៅរកទៅឃើញ x ស្មើដក1លើ3ហើយ2លើ3នេះកន្លែងនេះវាកាត់2ចំណុចនេះដក1លើ3កន្លែងនេះមួយហើយនេះ2លើ3កន្លែងនេះ2.3 2.3កន្លែងនេះមួយហើយមួយទៀតអីគេដក1.3គឺកន្លែងនេះបាទហ្នឹងហើយអូខេអញ្ចឹងនេះចំណុចកាត់កន្លែងហ្នឹងមួយកន្លែងហ្នឹងមួយហើយសួរថាតើវាកាត់អីគេនេះកាត់កន្លែងនេះកន្លែងណាកន្លែងនេះវាត្រូវកាត់ y មួយទៀតនេះកាត់កន្លែងហ្នឹងតើកាត់កន្លែងណាគឺយើងឲ្យ x ស្មើ0ចូលទៅកន្លែងហ្នឹងយើងជួ x ស្មើ0ចូលទៅគឺ y ស្មើ3អញ្ចឹងនេះនៅកន្លែងហ្នឹងបាទអញ្ចឹងយើងគូក្រាបមកគឺបានរៀងនឹងឯងហ្នឹងហើយបាទអរគុណច្រើន